ការឃុំខ្លួនអុកញ៉ាលីគងដាក់ពន្ធនាគាររកស៊ីនិងកាងស៊ីហ្គេមអនឡាញជាច្រើនកន្លែងនៅថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្ក្រាបឲ្យឃុំខ្លួនជនត្រូវលោកលីគងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញ PJ ជននេះត្រូវបានតំណាងអัยការចោទប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទល្មើសឆោបបោកតាមស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា377និងមាត្រា340នៃក្រមព្រហ្មទណ្ឌនិងមាត្រា38នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មតាមព័ត៌មានលោកលីគងដែលមានការជាអុកញ៉ាផងដែរបានរកស៊ីនិងកាងបទល្មើស scam អនឡាញនេះយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់និងឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រៃចាកដែលជាក្រុមបរទេសរត់ចេញយ៉ាងប្រសិទ្ធប្រសាចកាលពីយប់មិញក៏ម្នាក់នេះនៅពីក្រោយផងដែរ